cụ mà bông vốn hàng ngày này cùi lên nâu nồng mọt tật nâu tê lê này đó cùi lấy sắp khơi lối đỏ lối đỏ pin cọp nàoនេះគឺដើមម្ដេញខ្ញុំអត់នាំមកទៅមើលផ្លែទៀតសិននេះផ្លែម្ដេញឃើញទេនេះអសល់បាន3ផ្លែ3ផ្លែ4ផ្លែដែរនេះគឺផ្លែម្ដេញឃើញទេផ្លែម្ដេញខ្ញុំបេះទៅនេះគឺម្ដេញតលេរបស់យើងម្ដេញបឹងតលេសាបអានេះក៏នៅមានផ្លែដែរណាតែឃើញផ្លែមួយទៀតបាទដោយសារនេះវាចុងរដូវអូខេมันខ្វល់នេះផ្លែមួយទៀតបាទនេះផ្លែមួយទៀតនេះផ្លែម្ដេញចឹងគូយើងឃើញលុយដោះនេះគឺផ្លែម្ដេញយើងបេះវាទៅចូលលក់បើម្ទេសយកទៅត្រាំអីទាំងទៅហើយយើងដាក់បេះឲ្យបានច្រើនណាតែខ្ញុំអត់សូវចាប់អារម្មណ៍លើផ្លែវាទេឥឡូវខ្ញុំឃើញលុយដោះពេញដីនេះឃើញនេះកូនវាដោះពេញនឹងទាំងអស់ចឹងយើងធ្វើការដកកូនវាយកទៅផ្សាំទាំងអស់គ្នាអានេះសិតតលុយនេះសិតដោះនេះដោះពេញហ្នឹងសិតតែសឹងតែជាកូនម្ដេញចឹងបើយើងទុកវាទៅក៏វាច្រើនស្អេកស្កះពេកដែរចឹងយើងដកវាយកទៅផ្សាំហើយយើងទុកលក់នៅភាសាឆ្នាំក្រោយចឹងយើងដកវាទៅដកវាស្រួលទេទើបតែអស់មកប៉ុណ្ណេះនេះយើងដកវាមកលក្ខណៈបែបនេះលក្ខណៈបែបហ្នឹងយើងទៅមើលកូនច្រើនទៀតយើងបានដកឲ្យមិនបាទនេះគឺកូនដែលយើងបានដកហើយឃើញទេស្អាតដែរប៉ុណ្ណេះមកយើងចូលទៅបែកនៅក្នុងថង់ទៅគឺអូខេនេះប្រវែងវាចូលមកទឹកពីទឹកឲ្យខ្ចីញ៉ាញ់ហ្មងប៉ុណ្ណេះចូល200ដើមអញ្ចឹងយើងយកវាទៅផ្សាំទៅធំទៅយើងលក់មួយដើមបានលុយបាទអញ្ចឹងលុយដោះពេញវាលអញ្ចឹងពេលខ្លះវាចេះឯងលុយនៅពេញវាលហ្នឹងនេះដាក់លុយបាទនេះដកស្រួលតែប៉ុណ្ណេះដកទឹកស្រួលណាលុយសុតមកនេះសិតសឹងតែជាលុយទាំងអស់ហើយអញ្ចឹងយើងគិតថាយើងច្រកដីហើយមួយដើមតែ 4000 ក៏លុយដែរអញ្ចឹងក្រោមដល់ខែ5ខែ6ឆ្នាំក្រោយយើងអាចលក់វាបានដែរហើយនេះនៅវាលស្រែនៅទន្លេណាបាទវាលស្រែទន្លេណាដើមរបស់វាដើមប៉ុណ្ណេះស្អាតដើមប៉ុណ្ណេះបែកទៅវាអត់អន់នេះដើមប៉ុណ្ណេះខ្ញុំយកវាទៅដាក់ថងក៏អត់នេះមានទៅវាច្រើននេះហើយដើមម្ដេញនេះធន់មែនតើបាទអូខេនេះបានណាប្រហែលជា200ដើម